ជំរាបសួរខ្ញុំបាទខូចពិសាទថ្ងៃនេះត្រឡប់មកវិញជាមួយនឹងលំហាត់ប្រាណហាត់យកដើមដៃផ្នែកខាងក្រោយដែលយើងហាត់ជាមួយនឹង cable machine ចំនួន3ក្បាច់exercise ទី1គឺហៅថា cable press down ដែលយើងអោនចុះក្រោមបន្តិចដៃកាន់ដងពីលើរួចរុញចុះក្រោមដោយទប់ដើមដៃឯហ្នឹងនៅពេលដែលយើងប្រឡែងមកលើហើយដកដង្ហើមមួយ exercise ទី2យើងហាត់ជាមួយនឹងខ្សែពួរយើងឈរចំហដូចគ្នាតែនៅពេលដែលយើងទាញចុះគឺដៃយើងញែកចេញបែបនេះ1ដើមដៃទប់ឲ្យនឹងដូចគ្នា2 3ក្បាច់ទី3ហៅថា single arm tricep overhead extension ដល់យើងតម្លាក់អានេះមកធ្វើចង្កេះរួចកាន់ដៃម្ខាងលើកដៃទៅលើហើយបត់ទៅក្រោយហើយលាដៃទៅលើអស់1 2 3អរគុណសម្រាប់ការតាមដានវីដេអូសូមកុំភ្លេចជួយ like និង follow ទាំងអស់គ្នាសម្រាប់វីដេអូអំពីលំហាត់ប្រាណបន្ថែមទៀតជម្រាបលា